ឃើញតែពណ៌ក៏ដឹងថាឈ្ងុយហើយឆ្ងាញ់ដែរបងប្អូនថ្ងៃនេះមកធ្វើនំផ្លែកបន្តិចដោយសារតែយើងលាយជាមួយនឹងទំពាំងបាយជូរក្រៀមហើយនឹងផ្លែឈើចំពោះនំថ្ងៃនេះគឺផ្លែកពីរាល់ដងព្រោះថានំថ្ងៃនេះខ្ញុំដាក់ជាមួយនឹងផ្លែពណ៌ហើយនឹងទំពាំងបាយជូរក្រៀមញ៉ាំទៅគឺផ្លែកម្យ៉ាងហើយក្លិនវិញឈ្ងុយឆ្ងាញ់ណាស់បងប្អូនហើយថ្ងៃនេះខ្ញុំប្រើជាមួយនឹងម៉ាស៊ីនអូវិនដដែលសាច់នំឈ្ងុយឆ្ងាញ់ទន់ខាងក្នុងស្រួយខាងក្រៅគឺញ៉ាំទៅឈ្ងុយឆ្ងាញ់ខ្លាំងមែនទែនសាច់នំគេដូចអេប៉ុងអញ្ចឹងបងប្អូនឥឡូវមកមើលពីរបៀបធ្វើខ្ញុំមានពងមាន់ចំនួន3គ្រាប់ហើយពងមាន់នេះគឺយើងគោះចូលចានធំមួយទៅដើម្បីលាយណាហើយស្ករសខ្ញុំប្រើ120ក្រាមអំបិលហ្នឹងបន្តិចផងដែរបន្តមកទៀតយើងកូរគ្រឿងផ្សំទាំង3មុខហ្នឹងឲ្យបានសព្វល្អសិនបងប្អូនហើយយើងបន្ថែមដូចជាប្រេងឆាវិញខ្ញុំប្រើ150 ml នំនេះយើងត្រូវការប្រេងឆារាងច្រើនបន្តិចដោយសារតែយើងចង់ឲ្យសាច់នំហ្នឹងរាងទន់ឆ្ងាញ់អញ្ចឹងណាបងប្អូនចាកូរប្រេងឆាជាមួយនឹងគ្រឿងផ្សំទាំងអស់ឲ្យសព្វចូលគ្នាបានល្អបន្តមកទៀតខ្ញុំប្រើទឹកដោះគោ150 ml ដូចគ្នាដែរចាហើយខ្ញុំមានទឹកវ៉ានីឡានេះបន្តិចដើម្បីឲ្យឈ្ងុយព្រោះថាយើងដាក់ទៅនំយើងកាន់តែមានក្លិនឈ្ងុយឆ្ងាញ់កូរគ្រឿងផ្សំទាំងអស់ឲ្យសព្វចូលគ្នាបន្ទាប់មកយើងថែមជាមួយនឹងម្សៅមីខ្ញុំប្រើ275ក្រាមគឺ73ខាំបងប្អូនចាក់ម្សៅយើងចូលពាក់កណ្ដាលសិនមកកូរឲ្យបានសព្វបន្តិចហើយយើងចាក់ពាក់កណ្ដាលថែមទៀតបងប្អូនចាឬក៏បងប្អូនចាក់ទាំងអស់ក៏បានដែរដោយសារតែចានខ្ញុំរាងតូចអញ្ចឹងខ្ញុំចាក់2ដងកូរបែបនេះតែមួយផ្លែតទៅសាច់នំយើងបានម៉ត់ល្អហើយបងប្អូនអត់មានអីពិបាកទេនំនេះងាយស្រួលធ្វើអត់ចាំបាច់ត្រូវការម៉ាស៊ីនវាយនំអីទេបងប្អូនគឺយើងកូរជាមួយនឹងដៃហើយនេះគឺជាម្សៅ baking powder ខ្ញុំប្រើមួយកញ្ចប់ហ្នឹងគឺទម្ងន់11ក្រាមបងប្អូនម្សៅដុតនំ baking powder នេះគឺមានទម្រង់ផ្សេងគ្នាបងប្អូននៅស្រុកខ្មែរគឺផ្សេងគ្នាអញ្ចឹងទៅបើសិនជាមានកញ្ចប់ធំវិញយើងដាក់1ស្លាបព្រាកាហ្វេទៅបងប្អូនគឺល្មមតែម្ដងសាច់នំនេះគឺខុសពីសាច់នំដែលយើងធ្វើនំពងមាន់ណាបងប្អូនព្រោះថានំពងមាន់គឺយើងញែកពងមាន់ចេញពីគ្នាតែសាច់នំនេះគឺអត់ទេឥឡូវនេះគ្រឿងផ្សំយើងកូរសព្វបានល្អម៉ត់ខៃហើយអញ្ចឹងគឺយើងថែមជាមួយនឹងទំពាំងបាយជូរក្រៀមចំពោះទំពាំងបាយជូរក្រៀមបើសិនជាបងប្អូនអត់មានបាច់ដាក់ក៏មិនអីដែរបងប្អូនព្រោះថាសាច់នំយើងក៏ឆ្ងាញ់យ៉ាងដែរតែខ្ញុំចង់ដាក់អញ្ចឹងទៅពេលដែលញ៉ាំទៅប៉ះទំពាំងបាយជូរមួយអញ្ចឹងគឺឆ្ងាញ់ណាព្រោះថានំនេះញ៉ាំទៅគឺរាងប្លែកម្យ៉ាងដែរចាឥឡូវកូរឲ្យសព្វហើយនេះគឺជាពុំដែលខ្ញុំដាក់ដុតនំបងប្អូនពុំសម្រាប់ដុតនំនេះគឺខ្ញុំត្រូវការលាបប៊ឺដើម្បីពេលដែលយើងដុតនំឆ្អិនទៅកុំឲ្យជាប់បងប្អូនចាកាលណាដែលយើងអត់ដាក់ប៊ឺទេនំយើងគឺជាប់ជាមួយនឹងពុំនឹងតែម្ដងហើយខ្ញុំទ្រាំក្តាស់ពីក្រោមមួយជាន់ទៀតដើម្បីឲ្យងាយស្រួលបកអញ្ចឹងណាចាយើងលាបឲ្យសព្វហើយគឺយើងយកសាច់នំយើងមកចាក់ចូលតែម្ដងនំនេះកាលណាដែលយើងចាក់ពុំរាងធំហើយសាច់នំស្ដើងគឺយើងដុតនំទៅឆាប់ឆ្អិនបងប្អូនគឺលឿនណាតែបើចាក់ពុំរាងជ្រៅដូចខ្ញុំនេះវិញណាយើងប្រើរយៈពេលចម្អិនណារៀងយូរបន្តិចបងប្អូនព្រោះថារយៈពេលដែលចម្អិនហ្នឹង45នាទីទៅ50នាទីទើបឆ្អិនណាចាឥឡូវនេះយើងចាក់នំទៅក្នុងពុំហើយយើងតម្រៀបផ្លែឈើគឺផ្លែពណ៌បងប្អូនអាចប្រើជាប្រភេទផ្លែប៉េះក៏បានឬក៏ផ្លែអីផ្សេងដែលបងប្អូនចង់ដាក់អញ្ចឹងឬក៏ផ្លែប៉ោមជាដើមតម្រៀបផ្លែឈើយើងរួចរាល់ហើយយើងដាក់ទំពាំងបាយជូរក្រៀមពីលើបន្តិចមកហើយខ្ញុំដាក់ដុតទាំងរយៈពេល45ទៅ50នាទីកម្ដៅ170អង្សាបងប្អូនសាច់នំយើងគឺឆ្អិនល្មមតែម្ដងហើយក្រហមស្អាតទៀតណាបងប្អូនខ្ញុំដុតរយៈពេលប៉ុណ្ណឹងដោយសារតែសាច់នំខ្ញុំរាងក្រាស់បងប្អូនអញ្ចឹងគឺដុតរាងយូរបន្តិចតែបើសាច់នំរាងស្ដើងជាងហ្នឹងគឺឆាប់ឆ្អិនជាងបងប្អូនណាបើសិនជាចង់ដឹងបងប្អូនអាចយកឈើមួយចាក់ទៅក្នុងសាច់នំទៅបើសិនជានំនឹងអត់មានជាប់ជាមួយនឹងឈើនឹងទេបានន័យថាសាច់នំនឹងឆ្អិនហើយតែពេលដែលយើងចាក់ទៅឃើញសាច់នំជាប់ជាមួយនឹងឈើដែលយើងចាក់នឹងបានន័យថាមិនទាន់ឆ្អិនទេយើងអាចដុតបន្ថែមទៀតណាថែម5ទៅ10នាទីថែមទៀតទៅដើម្បីឲ្យសាច់នំយើងឆ្អិនបានល្អសាច់នំនេះគឺខ្ញុំអត់ចាំឲ្យត្រជាក់អីទេព្រោះថាយើងដកពុំចេញទាំងក្តៅអញ្ចឹងតែម្ដងទៅបងប្អូនយើងយកកបិតហ្នឹងឆ្កៀលគៀនតិចមកកុំឲ្យជាប់ណាឃើញថាសាច់នំយើងល្អខ្លាំងមែនតែម្ដងហើយពណ៌វិញឡើងក្រហមស្អាតហ្មងបងប្អូនដកនំចេញពីពុំហើយមិនបាច់ចាំយូរទេយើងយកកបិតមកកាត់តែម្ដងទៅព្រោះថាញ៉ាំទាំងក្តៅអញ្ចឹងគឺឆ្ងាញ់ណាស់បងប្អូនហើយបើថាក្លិនវិញនិយាយពីឈ្ងុយហើយឆ្ងាញ់ណាស់បងប្អូនហើយសាច់នំយើងគឺឆ្អិនបានល្អខ្លាំងមែនទែននំនេះបងប្អូនចូលចិត្តផ្លែឈើអីបងប្អូនដាក់ផ្លែហ្នឹងទៅតាមចំណូលចិត្តយើងដែលចង់ញ៉ាំបងប្អូនហើយមើលសាច់នំគេឡើងទន់ខាងក្នុងសម្បកនំខាងក្រៅវិញឡើងស្រួយបងប្អូនតែស្រួយនេះគឺស្រួយឈ្ងុយឆ្ងាញ់តែម្ដងញ៉ាំទៅប៉ះផ្លែឈើជាមួយនឹងទំពាំងបាយជូរនិយាយពីថាឆ្ងាញ់ហើយត្រូវគ្នាម្លេះបងប្អូនចាអញ្ចឹងវិធីធ្វើខ្ញុំបានបង្ហាញបងប្អូនហើយបើសិនជាបងប្អូនចូលចិត្តនំនេះបងប្អូនអាចសាកធ្វើទាំងអស់គ្នាព្រោះថានំនេះគឺងាយស្រួលធ្វើមែនទែន